វល់បន្តិចដើម្បីងាយស្រួលសូមបងខាងឧបករណ៍ជួយឲ្យទូកនៅពីមុខបាទពីមុខកន្លែងយើងនេះឲ្យគាត់ទៅមុខទៅកន្លោះកណ្ដាលបាទតាមឃើញតាមកញ្ចក់ទូទស្សន៍នៅមុខខ្ញុំនេះគឺដល់គូទី26គូទី26ខ្សែខាងក្នុងទូរទស្សន៍ដាក់លេខ051វិចិត្រជោសែនជ័យវិចិត្រជោសែនជ័យជើងមកពីវត្តកោះជរាមបាទស្រុកកដាលនៅក្បែរនេះទេតែទឹកខាងក្រៅទូរទស្សន៍ដាក់លេខ062ជារាជកងសែនជ័យអធិរាជកងសែនជ័យគឺមកពីក្រុងតណឹងបាទក្រុងតណឹងស្រុកកងមាសបាទគឺមកខាងកំពង់ចាមបាទកំពង់ចាមគឺស្រុកខ្ញុំហើយចាំមើលខ្សាច់កដាលបាទខ្សាច់កដាលខេត្តកដាលនេះយ៉ាងម៉េចដែរវិចិត្រជោសែនជ័យបាទតែមានឯកសណ្ឋានអសល្អដោយលំគួរឲ្យគយគន់ចំណែកឯខ្សែទឹកខាងក្រៅអធិរាជកងសែនជ័យមកពីខាងក្រុងតណឹងកំពង់ចាមបាទក្រុងតណឹងកំពង់ចាមយ៉ាងម៉េចទៅហើយវិចិត្រសែនជ័យឯកសណ្ឋានផសល្អចុងក្បាលផសចំណែកខ្សែទឹកខាងក្រៅបាទអធិរាជកងទឹកសែនជ័យមានស្ថានពកកហុកបាទវិចិត្រប្រាថ្នាទេវិចិត្រទៅតណឹងទេចិត្តហ្នឹងបាទវិចិត្រឥឡូវនេះក៏ពងឲ្យចាក់បងហើយមិនដែរវិចិត្រជោសែនជ័យមកពីកោះជរាមសាច់ដាលបាទឯស្ថានពសចាញ់បងឲ្យរៀបកងសែនជ័យបាទអូយមកពីណបងគាត់មកពីក្រុងតណឹងកងត្រង់នឹងបងតណឹងឥឡូវមកអាពីកងមានកំពង់ចាមល្អណាស់អ្នកទលេបាទឥឡូវនេះដកដែរនេះខ្ញុំឲ្យជាប់វិចិត្រជោសែនជ័យមើលសម្រាប់ជាប់ដាច់ខាងឲ្យលបឿនមកដល់ឲ្យជាប់ដើម្បីគាត់ដាច់ហើយមិនតែជីកលបឿនលឿនបាទឲ្យចាញ់លឿនដល់ឲ្យជាប់ឥឡូវយើងមើលបាទគាត់អោជាប់ឬមិនជាប់ជាប់លឿនណាស់បាទអត់ជាប់ទេបាទអាគាត់វាដែរគាត់តែមិនអាចទៅរួចទេសម្រាប់វិចិត្រជោសែនជ័យជាមួយអធិរាជកងទឹកសែនជ័យបាទគឺសែនជ័យខ្ញុំគ្នាទេបាទតែលបឿនខុសគ្នាបាទបងពពបាទអរគុណណាស់បងកំរងទីយើងត្រូវហើយ